វីដេអូផេកមួយនិយាយពីក្តីសម័យចង់ទៅឡើងភ្នំអារ៉ាមណាសម្រាប់វីដេអូផេក2នេះឡើងមានក្តីសម័យហើយព្រោះអ្នកទាំងអស់គ្នាមើលតែក្នុងវីដេអូ intro ទៅគឺដឹងហើយនិយាយទៅ trip នេះមានតាំងពីសោចមានតាំងពីយំអូយស្អីក៏មានដែរខ្ញុំនិយាយទៅសម្រាប់វីដេអូផេកមួយហ្មងខ្ញុំអត់សូវបាន detail ច្រើនទេភាគច្រើនដាក់តែប្លង់កោយន្តចូលអញ្ចឹងបានរៀបរាប់ថាអត្តនាទៅហ្នឹងវាមានអីខ្លះធំតាប្រវែងកោយន្តហ្នឹងទៅដល់ជើងភ្នំឯណាមានជាការរៀងបាក់កន្លងដែរដោយសារតែផ្លូវអីវាមកអែមដែរអញ្ចឹងណាហើយបើនិយាយពីផ្លូវដើរចាប់ពីចំណុចជើងចុះពីលើកោយន្តហ្មងហើយមានអូទូចៗតាមផ្លូវអីអញ្ចឹងទៅហើយសម្រាប់ការធ្វើដំណើរវិញគេមានដុំថ្មឲ្យម្លងអីអញ្ចឹងចានាងខ្ញុំមានជាការចង់លក្ខណៈថាខានប៉ះទឹកប៉ះដីយូរអីអញ្ចឹងហ្នឹងហើយដើរលុយទឹកមុនគេចាព្រោះលឺគេថាអ្នកមានតតែវែកផ្លូវខ្លួនឯងដើរអីអញ្ចឹងហ្នឹងហើយគេដើរជន់ថ្មកុំឲ្យជើងប៉ះទឹកនាងខ្ញុំដើរកាត់ទឹកម្នាក់ឯងអញ្ចឹងទៅនិយាយទៅផ្លូវពីក្រោមកន្លែងធម្មតាមួយស្រីរហូតដល់ទៅតំណាក់ទី1ហ្នឹងដូចជាអត់សូវពិបាកខ្លាំងទេអ្នកនរគ្នា Yes ខ្ញុំបែកកង់តាំងពីដើមដូចខ្ញុំនិយាយអញ្ចឹងតែគ្រាន់តែវាមិនពិបាកខ្លាំងទេអ្នកនរគ្នានិយាយទៅដល់តំណាក់ទី1នេះគឺយើងគ្នាសម្រាប់ញ៉ាំម្ជូរហើយនឹងយក refill ទឹកអីអញ្ចឹងណានិយាយទៅដូចខ្ញុំនិយាយនៅក្នុងវីដេអូ part 1អញ្ចឹងមើលវីដេអូគេមើលទៅអត់ពិបាកទេហើយដូចមើលវីដេអូខ្ញុំអញ្ចឹងមើលទៅគឺវារៀងឈៀលអីអញ្ចឹងប៉ុន្តែធាតុពិតចាសម័យខ្លួននេះគឺធ្លាក់អណ្ដាតមកចូលមកដល់មេវគ្គបញ្ចប់កន្លែងតោងខ្សែពួរនេះចាយហោបថោហ្មងអត់និយាយលេងសើចទេណាមើលក្នុងវីដេអូគឺអត់ពិបាកសោះហ្មងខ្ញុំមកអង្គុយមើល review វីដេអូខ្លួនឯងក៏មានអារម្មណ៍ថាវីដេអូហ្នឹងអត់ពិបាកដែរប៉ុន្តែអាធាតុពិតហ្នឹងចាអញ្ចឹងបានគ្រប់គ្នាអ្នកដែលគាត់ទៅលេងអោរ៉ាល់ហ្នឹងគឺគេល្បីអាកន្លែងខ្សែពួរហ្នឹងណារបៀបអញ្ចឹងអូនិយាយទៅគឺអត់ឲ្យមានពេលដកដង្ហើមហ្មងចាខ្សែពួរហ្នឹងខ្ញុំអត់ដឹងប្រវែងប្រហែលម៉ែត្រទេគឺមានជាការតោងមិនចេះអស់ហ្មងនិយាយទៅផុតពីតំណែងការខ្សែពួរហ្នឹងក៏ពួកយើងទៅដល់កន្លែងចំណតរោងចាមកន្លែងយើងញ៉ាំបាយញ៉ាំទឹកអីអញ្ចឹងណាហើយបន្ទាប់ពីយើងសម្រាកញ៉ាំបាយថ្ងៃត្រង់ហើយក៏ពួកយើងបន្តទៅតំណែងទី2កន្លែងដែលយើងត្រូវគេងយប់ហ្នឹងនិយាយមែនណាគ្រាន់ឡើងតែមកដល់លើហ្នឹងមានអារម្មណ៍ថា stress តាំងប្រហែលជ្រុះអស់ហ្មងនិយាយទៅនៅកន្លែងដែលពួកខ្ញុំគេងនេះគេមានរៀនសម្រាប់ឲ្យយើងបោះតង់ឲ្យធំធៅហ្មងហើយមានហូបបាយមានហូបអីអញ្ចឹងហើយសម្រាប់អ្នកដែល concern ថាឡើងភ្នំទៅបត់ដៃបត់ជើងណាហ្នឹងហើយនៅអរ៉ាល់គេមានបន្ទប់ទឹកអ្នកនរគ្នានិយាយទៅត្រឹមតំណែងទី1តំណែងទី2កន្លែងយើងសម្រាកហ្នឹងគឺគេមានបន្ទប់ទឹកត្រឹមត្រូវអញ្ចឹងណាអាចងូតទឹកឲ្យបានបើថាឡើងទៅដល់កំពូលនឹងអត់ទាន់មានទេអញ្ចឹងអ្នកនរគ្នាអាចបត់ដៃបត់ជើងតាមលក្ខណៈថាបន្ទប់ទឹកធម្មជាតិអីអញ្ចឹងហើយចូលមកដល់អាហារពេលយប់វិញពួកយើងមានលក្ខណៈមានជាស៊ុបមាន់មានត្រីងៀតមានអីអញ្ចឹងមានសាច់ជ្រូកមានអីអញ្ចឹងណាអូយទៅគឺឆ្ងាញ់គ្រប់មុខហើយយប់ហ្នឹងក៏យើងមានកម្មវិធីផឹកទឹកឃ្មុំជុំញាតដែរចាអូមានជាការសើចពេញភូមិអញ្ចឹងតែកុំភ័យរឿងថាបង្កការរំខានដល់គេនៅលើភ្នំហ្នឹងចានិយាយទៅគឺកម្មវិធីពួកខ្ញុំចប់វគ្គត្រឹមម៉ោង7កន្លះយប់ហ្នឹងហើយនិយាយទៅក្រុមតែម៉ោង7កន្លះ7ស្អែកហ្នឹងគឺនាំគ្នារៀបចំលាងចានចូលគេងឯចាប៉ុន្តែអូយភ្លេចប្រាប់ហ្នឹងហើយនិយាយទៅសុបាយតែឃ្មុំពេកអញ្ចឹងសួរកាយថាថ្ងៃស្អែកពួកយើងធ្វើដំណើរម៉ានគីឡូទៀតអីអញ្ចឹងចាពូកាយគាត់ថា700គីឡូម៉ែត្រទៀតចាអូយមែនខ្ញុំក៏លឺ700គីឡូម៉ែត្រទៀតគឺខ្ញុំស្វាងចាស់ហ្មងនិយាយទៅស្ដាយអ្នកនរគ្នាទៅឡើងពីបើយប់ប៉ុន្តែភ្លេចដាក់អាកាមេរ៉ា stand ចោលពេលយប់អីអញ្ចឹងអូយមែនស្ដាយហ្មងចូលមកដល់ព្រឹកឡើងថ្ងៃទី2នៅភ្នំអរ៉ាចាមានចការងើបមករមមីកំប៉ុងឆុងទឹកតែផឹកឆុងកាហ្វេផឹកអីអញ្ចឹងណាពេលម៉ោង8 9 10អីបានងើបចានៅភ្នំម៉ោង4អីងើបហើយព្រោះបញ្ញាប់ទៅតម្រងជួរចូលបន្ទប់ទឹករៀបចឹងហើយថ្ងៃទី2នេះរឿងធ្ងន់បន្តិចនិយាយទៅ plan របស់ខ្ញុំហ្នឹងណា plan ខ្ញុំម្នាក់ឯងគឺខ្ញុំចង់ត្រូវទៅត្រឹមកំពូលទេប៉ុន្តែ plan ដែលគេអ្នកទៅជាមួយហ្នឹងចាមិនត្រឹមកំពូលអ្នកគ្នាគេត្រូវទៅអីគេវារ៉ាដាហើយគេត្រូវទៅអូអូក្តាមលើកជើងណាណៃគេនោះអូយខ្ញុំនិយាយមែនចាខ្ញុំ have no idea ហ្មងដោយសារអីពេល plan គម្រោងទៅហ្នឹងគឺអត់បានតាមដានទាន់គេទេលក្ខណៈថា share តែគ្នាហើយដល់ថ្ងៃទៅហ្មងអីអញ្ចឹងណាដល់ពេលហើយមានណាអ្នកទាំងអស់គ្នានិយាយទៅថ្ងៃនេះគឺរៀងទួហ្មងដោយសារអីយើងវាអត់ស្រួលខ្លួនស្រាប់ហើយសំខាន់ថ្ងៃហ្នឹងគូមេឃភ្លៀងខ្លាំងណាស់អូមិនប៉ុណ្ណឹងទេអ្នកទាំងអស់គ្នាពួកយើងត្រូវទៅមើលកន្លែងយន្តហោះធ្លាក់ទៀតនិយាយទៅគឺមួយថ្ងៃហ្នឹង4កន្លែងចាអូយតាំងពីម៉ាន8កន្លះព្រឹកថា9កន្លះព្រឹកចុះរហូតដល់ម៉ោង6ល្ងាចបានមកដល់កន្លែងគេងវិញគិតមើលអ្នកនរគ្នាហើយខ្ញុំទទួលបានសំណួរឃើញគេសួរថាតើលេងអញ្ចឹងមានទីអត់អ្នកនរគ្នាអូហ្នឹងហើយនិយាយទៅតាំងពីចេះដើមព្រៃមកតំទៅលើកហ្នឹងខ្ញុំឃើញទាកច្រើនជាងគេក្នុងឆាកជីវិតហ្មងវាថាចេះគ្រាន់ងាកបាច់ស្រែកគ្មានហ្មងងាកបាច់ស្រែកឃើញមានហ្មងវាអញ្ចឹងអូយទៅទាកគ្រប់កន្លែងតែសម្រាប់ខ្ញុំផ្ទាល់ហ្មងចាគឺទាកអត់ខាំមេហើយពូកែគាត់និយាយថាចេះទាកខាំតអ្នកដែលគេអ្នកស្មោះមនុស្សស្មោះបានទាកខាំហើយខ្ញុំអត់មានតែមិនតិចនេះអញ្ចឹងមានន័យថាខ្ញុំសាវ៉ាមែនចាទាំងតែខ្ញុំគ្មានអ្វីទាំងអស់នេះតែសុំនិយាយដើមទាកមួយចោះចង់និយាយថាចេះទាកនៅអរ៉ាហ្នឹងចូលមែនវាថាចេះឲ្យតែអ្នកណាដែលគាត់ខ្លាចទាកគឺទាកហ្នឹងវាតោងអ្នកហ្នឹងហ្មងយល់អត់ហើយដូចខ្ញុំខ្លាចដែរតែខ្ញុំ fake ខ្ញុំធ្វើអត់ខ្លាចអញ្ចឹងទៅវាអត់តោងខ្ញុំទេហើយសម្រាប់យប់ទី2នៅលើភ្នំអរ៉ាល់ហ្នឹងអ្នកទាំងគ្នាឃើញ7 7ចាអូយនិយាយទៅខ្ញុំខានឃើញ7 8រាប់ឆ្នាំហើយនិយាយទៅខា
ការឃើញចុងក្រោយនឹងការនៅទូចខ្លាំងមែនតើហ្មងអញ្ចឹងណាគេចង់ទៅមើល7ពេកអីអាចឡើងភ្នំអោរ៉ាលេងបានអីអញ្ចឹងហើយសម្រាប់ផឹកឡើងថ្ងៃទី3គឺជាថ្ងៃចុងក្រោយនៅលើភ្នំអីអញ្ចឹងណាហើយពួកយើងត្រូវត្រឡប់មកផ្ទះវិញប៉ុន្តែផឹកឡើងហ្នឹងក៏មានធីមអ្នកដែលគាត់ចង់ទៅលេងទឹកធ្លាក់នៅចិត្តនឹងដែរប៉ុន្តែពួកខ្ញុំអីក៏បានទៅទេដោយសារតែអត់ដែរអស់ជើងអញ្ចឹងចង់សេវកន្លែងមកវិញអញ្ចឹង and then កន្លែងហ្នឹងគឺបានសេវមែនចាសេវមកប្រហើយធំកន្លែងខ្សែពួរហ្នឹងចាយកទៅចូលពីលើភ្នំអីមានអារម្មណ៍ថាវាឡើងចុះវាถึงធម្មតាហ្នឹងហើយវាថា យើងឆ្លងកាត់ពិបាកហើយអញ្ចឹងគ្រាន់ត្រឡប់ទៅវិញវាមិនមែនថ្មីសម្រាប់យើងទេប៉ុន្តែក្នុងនាមខ្ញុំជាអ្នកដែលខ្លាចខ្ពស់ណាស់មកដល់អាកន្លែងខ្សែពួរហ្នឹងអ្នកនរគ្នាដូចរឿងរាឡើងផើតពួរហ្មងលាថាចេះគេប្រាប់ថាឲ្យមើលក្រោមគេឲ្យត្រឡប់បែរក្រោយអីអញ្ចឹងចានាងខ្ញុំមានជាការងាកខ្វាច់ឃើញផ្លូវហើយមានជាការទឹកភ្នែកមកមិត្តអូយមែនតសើហ្មងពេលហ្នឹងយំផងសើចផងហួសចិត្តខ្លួនឯងហ្មងហើយអ្នកដែលគាត់ដើរមួយហ្នឹងក៏គាត់សើចដែរវាថាវាហួសចិត្តណាមនុស្សថានិយាយគ្នាថាមិនអីដល់ពេលមកដល់កន្លែងហ្នឹងអីបដ ாய் ហីគិតមើលដើរឡើង3ថ្ងៃអត់អីមកប្រហើយឲ្យត្រឹមកន្លែងខ្សែពួរចុងក្រោយហ្នឹងយំហូអូយចាមានជាការទៅដកទ្រាំដងក្រោមប៉ុន្តែអត់មានជាបញ្ហាព្រោះដោយសារតែដឹងថានៅខាងក្រោមហ្នឹងគេមានលក់អីផឹកអញ្ចឹងណាអូមានជាការតម្រង់ទៅរកស្ទុះទៅរកទិផឹកហ្មងគ្រាន់តែដល់បោកទូខ្វាក់ផឹកអស់មួយកំប៉ុងលើកដាច់ហ្មងអញ្ចឹងអូយទៅគូថាស្រែកឃ្លានខ្លាំងហ្មងអញ្ចឹងសម្រាប់ vlog ទៅភ្នំអោរ៉ារបស់ខ្ញុំគឺមានតែ2ភាគហ្នឹងទេចាគឺបញ្ចប់ដល់ស្ថាពរចាព្រោះអត់មានវគ្គណាវគ្គណីទៅទេមានជាការខ្ជិលកាត់ជាខ្លាំងចាអញ្ចឹងសម្រាប់អ្នកដែលគាត់មានគម្រោងចង់សាកល្បងទៅឡើងភ្នំឬមួយក៏ចង់ទៅដើរលេងនៅភ្នំអោរ៉ាចង់មើលទេសភាពស្អាតអីអញ្ចឹងខ្ញុំ recommend ខ្លាំងមែនតើអ្នកនរគ្នាសប្បាយខ្លាំងខ្ញុំនិយាយមែនហើយអារម្មណ៍ដែលយើងទៅហ្នឹងគឺវាអត់ដូចអាយើងមើល YouTube ទេអ្នកនរគ្នានិយាយទៅបើសិនជាចង់ស្គាល់អារសជាតិជីវិតបែបណាអីអញ្ចឹងឡើងភ្នំអោរ៉ាជួយខ្ញុំអូយមាន recommend មែនតើ Trời